សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីមុខងារចុចពីរដងបើកអេក្រង់នៅលើទូរស័ព្ទដៃ Vivo X200 អញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅកាន់ពាក្យថា setting ហើយអ្នកទាំងអស់គ្នាអាច scroll ទៅលើមើលពាក្យថា shortcut and accessibility បន្ទាប់ពីអ្នកទាំងអស់គ្នាឃើញពាក្យហ្នឹងហើយអ្នកទាំងអស់គ្នាចុចទៅក្នុងពាក្យ shortcut and accessibility ហ្នឹងទៅអ្នកទាំងអស់គ្នានឹងឃើញពាក្យមួយទៀតដែលមានឈ្មោះថា Smart Motion ចុចទៅក្នុង Smart Motion ហើយយើងនឹងឃើញ Smart Screen turn on turn off ហើយយើងនឹងចូលមកដល់កន្លែង double tap to wait អញ្ចឹងមានន័យថានៅពេលដែលអ្នកទាំងអស់គ្នាធ្វើការចុចនៅលើ screen ពីរដងវានឹងធ្វើការបើកអេក្រង់របស់យើងនឹងឲ្យវាភ្លឺអញ្ចឹងយើងគ្រាន់តែចុចពីរដងនៅលើអេក្រង់យើងនៅពេលដែលយើងបិទហ្នឹងពីរដងទៅគឺមុខងារហ្នឹងវានឹងធ្វើឲ្យអេក្រង់យើងលោតភ្លឺមកវិញហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអ្នកនរគ្នាបើចូលចិត្តកុំភ្លេចចុច like comment subscribe ឲ្យផងហើយបើមានកន្លែងណាខុសឆ្គងសូមអ្នកនរគ្នាអធិស្ឋានផងជំរាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយ